ប្រតិភិបរបស់លោកអាណទីនឆាមរៈគុលសំយងក្បាលចុះគណៈដែលបែកធ្លាយលោកស៊ីហាស័កភួងកែនកែវគឺជាបេក្ខភាពនាយករដ្ឋមន្ត្រីបំរុងរបស់ប្រទេសថៃស្ថានភាពនយោបាយនៅក្នុងប្រទេសថៃកំពុងតែពុះកញ្ជ្រោលគណៈដែលលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថានគ្រប់គ្រងការអភិវឌ្ឍដែលហៅកាត់ថា NIDA ដែលជាស្ថាប័នស្ទង់មតិដែលមានឥទ្ធិពលរបស់ប្រទេសថៃបានបង្ហាញឲ្យឃើញថាគណៈបកប្រជាជនដែលជាគណៈបកប្រឆាំងពោពេញទៅដោយឈាមជ័រជាមនុស្សចំនួនថ្មីដឹកនាំទៅដោយលោកណត្តភងរឿងបញ្ញាវុធនៅតែជាជំរើសលំដាប់ទី1ដែលប្រជាជនរបស់ថៃចង់ឲ្យធ្វើជាមេដឹកនាំផ្ទុយទៅវិញប្រជាប្រិយភាពរបស់អាណទីនឆាមរៈគុលនាពេលបច្ចុប្បន្នដែលជានាយករដ្ឋមន្ត្រីកំពុងតែសំយងក្បាលចុះយ៉ាងគំហុកតែម្ដងស្របពេលដែលផ្ទៃក្នុងរដ្ឋាភិបាលរបស់ប្រទេសថៃកំពុងតែរង្គោះរង្គើក្រោយពីលេចឈ្មោះនាយករដ្ឋមន្ត្រីបំរុងដើម្បីជំនួសតំណែងរបស់លោកអាណទីនឆាមរៈគុលនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍របស់ប្រទេសសៀមសួស្តីពុកម៉ែបងប្អូនទស្សនិកជនរួមជាតិខ្មែរបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីគោរពរាប់អានសូមស្វាគមន៍សាជាថ្មីមកកាន់វីដេអូអាប់ដេតព្រឹត្តិការណ៍សម្រាប់ថ្ងៃទី7ខែកក្កដាឆ្នាំ2026ដែលជារឿងរ៉ាវក្តៅគគុកកើតមានឡើងនៅក្នុងនយោបាយរបស់ប្រទេសសៀមតែម្ដងគឺកំពុងតែកើតការប្រកួតប្រជែងគ្នារវាងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សៀមគឺលោកស៊ីហាស័កភួងកែនកែវនិងនាយករដ្ឋមន្ត្រីបច្ចុប្បន្នអាណទីនឆាមរៈគុលអស់លោកអ្នកប្រកាសជាបានដឹងហើយថាអ្នកទាំងពីរនេះតែងតែធ្វើរឿងដែលមិនសូវស៊ីសង្វាក់នឹងគ្នានោះទេខ្ញុំអាចបញ្ញាញធ្លាប់លំអិតជូនទៅកាន់បងប្អូនយើងម្ដងមកហើយថាបាទសីហស័កភួងកែនកែវនឹងបែងជើងអាណទីនឆាមរៈគុលឲ្យដួលតែម្ដងបាទព្រោះតែបាទខ្ញុំបានសំអាងថាបាទរឿងគ្រប់យ៉ាងដែលអាណទីនតែងតែអាម៉ាស់មុខមិនថានៅក្នុងប្រទេសនិងចេញក្រៅប្រទេសនោះទេសុទ្ធតែជាការរៀបចំរបស់ស៊ីហាស័កភួងកែនកែវទាំងអស់ជាក់ស្ដែងរឿងរ៉ាវចុងក្រោយបំផុតគឺនៅក្នុងទឹកដីនៃប្រទេសបារាំងបាទទៅដល់បារាំងគឺខ្មាស់នៅបារាំងចឹងខ្ញុំបានគឺលំអិតត្រឹមណេះរឿងចាស់ខ្ញុំបានបន្តចូលទៅកាន់រឿងថ្មីតែម្ដងថាតើអាណទីនឆាមរៈគុលអង្គុយសម្រក់ទឹកភ្នែកកើតទុកមិនសុខចិត្តបែបនេះតើនឹងទទួលបាននៅលទ្ធផលបែបណាវិទ្យាស្ថានបាទ NIDA កំពុងតែធ្វើការស្ទង់មតិតាមទូរស័ព្ទយ៉ាងម៉ត់ចត់ជាទីបំផុតជាមួយនឹងប្រជាពលរដ្ឋរបស់សៀមដែលមានអាយុបាទចាប់ពី18ឆ្នាំឡើងទៅចំនួន2500នាក់ទូទាំងប្រទេសហើយលទ្ធផលដែលធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តរដ្ឋាភិបាលយ៉ាងខ្លាំងដោយសារតែប្រជាជនចង់ឲ្យលោកណត្តភងបាទជាមេដឹកនាំបកប្រឆាំងធ្វើជានាយករដ្ឋមន្ត្រីបាទជាមួយនឹងសម្លេងគាំទ្ររហូតដល់26%តួលេខនេះបានវាដាច់នៅនាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺលោកអាណទីនឆាមរៈគុលដែលជាមេបកភូមិចាំថៃដែលទទួលបាននូវការគាំទ្របាទត្រឹមតែ21%តែប៉ុណ្ណោះសម្រាប់បេក្ខភាពបាទតាមពីក្រោយផ្សេងទៀតដែលមានអតីតនាយករដ្ឋមន្ត្រីគឺលោកអភិសិទ្ធវិជ្ជាជីវ៉ាមកពីគណៈបកប្រជាធិបតេយ្យទទួលបាននៅសារសម្លេងគាំទ្រ11%ខណៈដែលលោកបាទយុទ្ធឆាណាន់វងសវ៉ាតមកពីគណៈបកភឿថៃទទួលបានបាទ11%ដោយឡែកមានប្រជាពលរដ្ឋប្រមាណជាង10%មិនទាន់បានសម្រេចចិត្តជ្រើសរើសនៅឡើយអ្វីដែលកាន់តែចាក់ដោតជាទីបំផុតនោះគឺឆ្លប់បញ្ចាំងពីភាពបរាជ័យលើការដឹកនាំរបស់រដ្ឋាភិបាលអាណទីននាពេលបច្ចុប្បន្ននោះគឺសំណួរជុំវិញគណៈបកនយោបាយដែលពលរដ្ឋបាទពេញចិត្តជាទីបំផុតលទ្ធផលដែលបានបង្ហាញថាគណៈបកប្រឆាំងទទួលបាននូវការគាំទ្រដាច់ឆ្ងាយរហូតដល់ជិត35%រីឯគណៈបកភូមិចៃថៃរបស់អាណទីនឆាមរៈគុលទទួលបានត្រឹមតែ17%និងគណៈបកភឿថៃទទួលបាន17%ប៉ុណ្ណោះការធ្លាក់ចុះប្រជាប្រិយភាពរបស់អាណទីនឆាមរៈគុលគឺកើតឡើងស្របពេលដែលមានការបែកធ្លាយនៅរឿងអាស្រូវពុករលួយជាច្រើនករណីរួមផ្សំជាមួយនឹងការដោះស្រាយនៅវិបត្តិសេដ្ឋកិច្ចមិនចេញដែលកំពុងតែរុញច្រានឲ្យរដ្ឋាភិបាលរបស់លោកអាណទីនឆាមរៈគុលដើរដល់ផ្លូវទាល់រហូតដល់បាទថ្នាក់លេចលឺនៅព័ត៌មានថាត្រូវបានគេផ្លាស់ប្ដូរតួអង្គនាយករដ្ឋមន្ត្រីជាបន្ទាន់ទៀតផងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាទីបំផុតនោះបាទពុកម៉ែបងប្អូនយើងគឺជាការទម្លាយឈ្មោះនាយករដ្ឋមន្ត្រីបំរុងដែលគេបានហៅឈ្មោះជាអក្សរកាត់ថាអក្សរសដូច្នេះប្រភពព័ត៌មានផ្ទៃក្នុងជាច្រើនបានបង្ហើបថាម្ចាស់អក្សរកាត់ដែលជាអក្សរសបាទនោះគឺចង់សម្ដៅទៅលើលោក
ស៊ីហាសៈភួងកេតកែវដែលបច្ចុប្បន្នកំពុងតែកាន់តំណែងគឺជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនៅក្នុងរដ្ឋាភិបាលរបស់លោកអាណូទីនទាល់តែម្ដងក្រុមអ្នកវិភាគនយោបាយរបស់ថៃបានលើកឡើងថាប្រសិនបើកៅអីរបស់អាណូទីនឆាំរ៉ាគុលត្រូវរង្គើឈានទៅដល់ការដួលរលំនៅថ្ងៃទី9 ខែកក្កដាឬក៏ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះមែននោះពិភពលោកនឹងត្រូវរងចាំមើលថាតើលោកស៊ីហាសៈភួងកេតកែវនឹងឡើងមកជំនួសតំណែងតាមផែនការគ្រោងទុកឬមួយក៏ត្រូវតម្រង់ឲ្យមានការប្រជុំប្រជែងបាទជាមួយនឹងលោកបាទយុទ្ធឆាន័ន្ទវង្សសវត្ថដែលជាបេក្ខភាពមកពីគណៈបកភឿថៃដើម្បីដណ្ដើមយកអំណាចដឹកនាំប្រទេសថៃបន្តនេះគឺជាសញ្ញាអាសន្នដ៏គ្រោះថ្នាក់ជាទីបំផុតសម្រាប់ស្ថិរភាពនយោបាយរបស់បកកណ្ដាលអំណាចនៅក្នុងទីក្រុងបាងកកនាពេលបច្ចុប្បន្នសម្រាប់អាណូទីនឆាមរៈគុលក្រោយពីទទួលស្គាល់ថាប្រជាប្រិយភាពរបស់ខ្លួនបានធ្លាក់ចុះកាន់តែខ្លាំងនិងឈានទៅដល់ការផ្លាស់ប្ដូរចេញពីនាយករដ្ឋមន្ត្រីអាណូទីនគឺថ្លែងនៅក្នុងសារព័ត៌មានមួយនៅក្នុងប្រទេសថៃទាំងត្រដិតជាប់គ្នាដោយលោកបានអះអាងថាខ្លួននៅមិនមានការពាក់ព័ន្ធជាមួយនឹងអំពើពុករលួយដែលកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតនោះឡើយប៉ុន្តែអ្វីដែលលោកចាត់ទុកថាគឺជាបញ្ហាដ៏ធំបំផុតមិនមែនជាវិបត្តិសេដ្ឋកិច្ចឬរឿងអាស្រូវនយោបាយទេប៉ុន្តែវាគឺជាការបរាជ័យនៅក្នុងការទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋនិងប្រព័ន្ធផ្សព្វផ្សាយលោកអាណូទីនបានអះអាងថារដ្ឋាភិបាលសម្រាប់ចាត់ចេញនៅលទ្ធផលជាច្រើនរួមមានកំណើន GDP ការកើនឡើងនៃការវិនិយោគបរទេសស្ថិរភាពទីផ្សារភាគហ៊ុននិងការទទួលស្គាល់ពីវិនិយោគិនអន្តរជាតិប៉ុន្តែលោកថាសមិទ្ធផលទាំងអស់នេះមិនត្រូវបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងគ្រប់គ្រាន់នោះទេជាមួយគ្នានេះលោកបានបញ្ជាឲ្យរដ្ឋមន្ត្រីទាំងអស់របស់គណៈបកភូមិใจថៃត្រូវតែផ្លាស់ប្ដូរយុទ្ធសាស្ត្រទំនាក់ទំនងជាមួយនឹងសាធារណជននិងប្រព័ន្ធផ្សព្វផ្សាយដោយបញ្ជាក់ថាគ្រប់គ្នាសុទ្ធតែមានស្នាដៃប៉ុន្តែមិននិយាយមិនផ្សព្វផ្សាយលោកក៏បានព្រមានថារដ្ឋមន្ត្រីណាដែលធ្វើការស្ងាត់រហូតគ្មានអ្នកទទួលស្គាល់ស្នាដៃអាចនឹងត្រូវសង្គមចាត់ទុកថាគ្មានស្នាដៃឬត្រូវបានគេបំភ្លេចប៉ុន្តែនៅក្នុងគោលនយោបាយការទំនាក់ទំនងល្អមិនអាចជំនួសលទ្ធផលជាក់ស្ដែងបាននោះទេលោកអាណូទីនឆាន់វរៈគុលប្រសិនបើរដ្ឋាភិបាលមានសមិទ្ធផលពិតប្រាកដមែនមិនមែនប្រជាពលរដ្ឋរបស់លោកបាទមិនមើលឃើញពីទង្វើល្អរបស់លោកទេលោកអាណូទីនហើយនឹងអាចមើលឃើញតាមជីវភាពរស់នៅនិងកម្លាំងសេដ្ឋកិច្ចក៏ដូចជាការដោះស្រាយនៅបញ្ហាជាប្រចាំថ្ងៃមិនមែនពឹងផ្អែកតែលើការផ្សព្វផ្សាយប៉ុណ្ណោះទេសម្រាប់អ្នកវិភាគជាច្រើនបាទគេបានលើកឡើងថាការធ្លាក់ចុះនៃប្រជាប្រិយភាពមិនមែនបណ្ដាលមកពីការនិយាយតិចប៉ុណ្ណោះទេប៉ុន្តែក៏មកពីវិបត្តិជាបន្តបន្ទាប់ការសម្រេចចិត្តដែលរងការរិះគន់និងទំនុកចិត្តសាធារណៈដែលកំពុងតែថយចុះទីបំផុតប្រជាពលរដ្ឋមិនវាយតម្លៃរដ្ឋាភិបាលតាមសេចក្តីប្រកាសនោះទេប៉ុន្តែការវាយតម្លៃលទ្ធផលដែលពួកគេបាទអាចមើលឃើញគឺនឹងទទួលបាននៅក្នុងជីវភាពជាប្រចាំថ្ងៃជាពិសេសបងប្អូនយើងបានដឹងហើយថាជីវភាពរបស់ប្រជាពលរដ្ឋសៀមប្រចាំថ្ងៃកំពុងតែជួបនៅទុក្ខលំបាកដុនដាបជាខ្លាំងបាទស្របពេលដែលរដ្ឋាភិបាលមិនទាន់មានដំណោះស្រាយសំបីតែបន្តិចដើម្បីជួយសម្រួលទៅដល់បាទប្រជាពលរដ្ឋបើយើងលើកយកមកនិយាយត្រឹមតែភាគខាងត្បូងមួយតែប៉ុណ្ណោះគឺរដ្ឋាភិបាលកំពុងតែងងឹតមុខទៅហើយសំបីតែរឿងចរចាបង្គាក៏ត្រូវបានម៉ាឡេស៊ីឌឺដងដែរថាគ្មាននោះទេការបើកសញ្ញាភ្លើងខៀវមកកាន់បាទប្រទេសសៀមគណៈដែលបាទក្រុមបះបោរនៅភាគខាងត្បូងកាន់តែបន្តបាទរុករានយ៉ាងខ្លាំងបាទគណៈដែលបើយើងកលែងទៅមើលព្រំដែនជាមួយនឹងមីយ៉ាន់ម៉ាប្រជាជននៅឯខេត្តតាក់ថ្ងៃនេះបាទភ្នែកនៅកញ្ចឹងកហើយអស់លោកអ្នកវិចបងវិចរត់បាទស្ទើរតែគ្រប់ក្រុមគ្រួសារបើយើងងាកមកកាន់តំបន់កម្ពុជាយើងសៀមបង្កភាពវឹកវរជាមួយនឹងបាទកម្ពុជាដោយធ្វើរឿងរ៉ាវប្លែកៗជាច្រើនដើម្បីដណ្ដើមដីខ្មែរប៉ុន្តែមិនប្រមូលរឿងរ៉ាវទាំងអស់នៅក្នុងប្រទេសខ្លួនឯងដើម្បីយកមកដោះស្រាយនោះទេមានតែគៀបកម្ពុជាតែប៉ុណ្ណោះនៅក្នុងការដោះស្រាយវិបត្តិផ្ទៃក្នុងរបស់ប្រទេសខ្លួនការចែករំលែកនៅព័ត៌មានខ្លីរបស់ខ្ញុំបាទបុញ្ញាញ់ក៏ដល់ទីបញ្ចប់រាល់កំហុសខុសឆ្គងក៏សូមខន្តីអភ័យទោសបាទពុកម៉ែបងប្អូនកុំភ្លេចជួយ share ចែករំលែកទាំងអស់គ្នាក៏ដូចជាចូលរួម comment ថាតើអាណូទីនឆាមរៈគុលអាចអង្គុយកៅអីជានាយករដ្ឋមន្ត្រីដល់ថ្ងៃទី9 ខែកក្កដាឬក៏យ៉ាងណាព្រោះរដ្ឋប្រហារគឺត្រៀមគ្រប់ជ្រុងជ្រោយជាពិសេសផ្ទៃក្នុងតែម្ដងបាទដោយមនុស្សចំណិតបាទរដ្ឋមន្ត្រីនឹងជាឧបនាយករដ្ឋមន្ត្រីបាទរដ្ឋមន្ត្រីក្រសួងការបរទេសបាទលោកស៊ីហាសៈភូកែតកៅកំពុងតែអុកឡុកខ្លាំងដូចខ្ញុំបាទជម្រាបនៅខាងដើមអញ្ចឹងបាទទៅដល់កន្លែងណាគឺធ្វើឲ្យអាណូទីននឹងអាម៉ាស់មុខនៅកន្លែងនោះអរគុណច្រើនជុំរៀបលា